ក្រវែងថងនំនឹងកៅជួចូលប្រឡាយទឹកបែបនេះធ្វើបែបនេះវានឹងធ្វើឲ្យស្ទះផ្លូវទឹកហើយហូរទៅបំពុលទន្លេណាថងសម្រាប់នៅក្បែរនឹងសោះមិនយកទៅចោលអូយវិបុលហើយអញកុំរវល់រើចេះដឹងរឿងតូចតាចពេកអីយីស្អីអីក៏ស្អីម្លេះអ្នកណាគ្មានសិលធម៌យកសម្រាប់មកចោលមុខផ្ទះអញហ្នឹងរីរំឡើងចង់ងងឹតមិនហើយបូរ៉ាគ្មានអ្នកណាគេយកសម្រាប់មកចោលទេឯងសាកគិតមើលឲ្យច្បាស់តើមើលពូអើយសូមមេត្តាកុំចោលកែវជួបែបនេះអីរើដាក់ចូលធុងសម្រាប់វិញទៅពូអូយគ្រាន់តែកែវជួមួយសោះមានអីធំដុំទៅក្មួយកុំចេះដឹងរឿងមកនោះចាស់ពេកមើលផ្លូវធំល្វឹងល្វើយប៉ុណ្ណឹងចោលមួយវាមិនចង្អៀតទេក្រវែងថងនំនឹងកៅជួចូលប្រឡាយទឹកបែបនេះធ្វើបែបនេះវានឹងធ្វើឲ្យស្ទះផ្លូវទឹកហើយហូរទៅបំពុលទន្លេណាថងសម្រាប់នៅក្បែរនឹងសោះមិនយកទៅចោលអូយវិបុលហើយឯងកុំរវល់រើចេះដឹងរឿងតូចតាចពេកអីឯងមើលប្រឡាយនោះទៅវាគង់តែហូរនំកៅជួនឹងថងនំនេះទៅបាត់មិនខានសំខាន់ឲ្យតែក្នុងផ្ទះខ្ញុំនិងមុខផ្ទះខ្ញុំស្អាតគឺចប់ហើយក្រៅពីហ្នឹងរឿងអ្នកណាក្បាលអ្នកហ្នឹងហើយវិបុលផ្លាស្ទិកវាមិនងាយរលាយដូចស្លឹកឈើទេណាទោះទឹកហូរក៏វានៅតែស្ទះនៅនឹងមុខនឹងដដែលនឹងឯងបើឯងមិនផ្លាស់ប្ដូរទម្លាប់បែបនេះទេថ្ងៃណាមួយឯងនឹងទទួលបានផលវិបាកមិនខានយីស្អីអីក៏ស្អីម្លេះអ្នកណាគ្មានសិលធម៌យកសម្រាប់មកចោលមុខផ្ទះអញហ្នឹងរីរំឡើងចង់ងងឹតមិនហើយបូរ៉ាគ្មានអ្នកណាគេយកសម្រាប់មកចោលទេឯងសាកគិតមើលឲ្យច្បាស់តើមើលនេះសុទ្ធតែជាថងនំកៅជួនិងប្រអប់បាយដែលឯងក្រវែងចោលរាល់តែថ្ងៃហ្នឹងវាហូរទៅណាមិនរួចក៏កកស្ទះកគ្នានៅមុខផ្ទះឯងនឹងហើយមិនដឹងទេប្រឡាយនេះជារបស់រដ្ឋមិនមែនជារបស់ខ្ញុំឯណាតិចទៀតមេឃធ្លាក់ភ្លៀងហើយហូរនោមសម្រាប់ទឹកអស់ហើយខ្ញុំមិនខ្ចីចោះកាយទេស្អីណាប្រឡាក់ខ្លួនខ្ញុំអស់ហើយនេះហើយបើប្រឡាយស្ទះចិត្តបែបនេះពេលភ្លៀងធ្លាក់មកកាយហូរនោមសម្រាប់ទៅរួចយ៉ាងម៉េចច្បាស់ជាទឹកស្អុយនេះចាន់ឡើងលេចផ្ទះឯងមិនខានទេបូរ៉ាជាច្រើនសប្តាហ៍កន្លងផុតទៅថ្ងៃមួយបូរ៉ាមានអារម្មណ៍ថាធុញថប់ក៏សម្រេចចិត្តចេញទៅដើរលេងខាងក្រៅស្រូបយកខ្យល់អាកាសនៅក្រៅផ្ទះបានម្ដងប៉ុន្តែអ្វីមិនដោយការរំពឹងទុកឡើយបូរ៉ាដើរតម្រង់ទៅកាន់សួនច្បារក្នុងភូមិដែលធ្លាប់តែមានសភាពស្រស់បំព្រងគ្រាន់តែដើរចូលទៅដល់ភ្លាមគេត្រូវយកដៃខ្ទប់ច្រមុះនៅលើកៅអីអង្គុយនិងលើស្មៅពេញទៅដោយប្រអប់ស្នោថង់ផ្លាស្ទិកនិងរុយយេសួនច្បារអីក៏កខ្វក់ម្ល៉េះកន្លែងសម្រាប់លំហែកាយសោះខ្លាយជាកំណើសម្រាប់បាត់ទៅហើយនិយាយរួចហើយបូរ៉ាក៏ដើរទៅមុខទៀតនេះជាថងនំនិងកែវទឹកដែលខ្ញុំតែងតែក្រវែងចោលរាល់ថ្ងៃតើតាមពិតវាមិនបានបាត់តាណាទេវាហូរមកកកគ្នានៅទីនេះសោះទីណាក៏មានសម្រាប់រកតែកន្លែងដកដង្ហើមឲ្យស្រួលមួយគ្មានសោះបូរ៉ាសម្លឹងមើលទៅជុំវិញខ្លួនផ្លូវដើរសួនច្បារទន្លេគ្រប់កន្លែងទាំងអស់ឡើងមានសភាពស្រស់ស្អាតទៀតហើយគេនឹកឃើញដល់សម្ដីរបស់វិបុលដែលធ្លាប់ប្រមានកាលពីមុនអារម្មណ៍ពេលនេះគេចាប់ផ្ដើមមានការអៀនខ្មាសជាខ្លាំងវិបុលឯងនិយាយត្រូវការសម្អាតតែក្នុងផ្ទះខ្លួនឯងវាគ្មានន័យអ្វីទេបើពិភព
លោកខាងក្រៅទាំងមូលខ្លាយជាកំណើសម្រាប់បែបនេះសម្រាប់តែខ្ញុំចោលទីបំផុតត្រឡប់មកបំផ្លាញសេចក្តីសុខរបស់មនុស្សគ្រប់គ្នានិងសូម្បីតែខ្ញុំផ្ទាល់បន្ទាប់ពីបានស្គាល់រសជាតិនៃផលវិបាកដោយខ្លួនឯងបូរ៉ាលែងជាក្មេងប្រុសខ្ជិលច្រអូសដូចមុនទៀតហើយគេបានយល់ច្បាស់ពីតម្លៃនៃភាពស្រស់ស្អាតដែលផ្ដើមចេញពីខ្លួនឯងព្រឹកព្រលឹមស្រាងព្រះអាទិត្យជះពន្លឺពណ៌មាសបូរ៉ាកំពុងកាន់កណ្ដៀតនិងថង់សម្រាមធំមួយដើរតាមរើសថង់ប្លាស្ទិកនិងដបកែវជ័រតាមដងផ្លូវនិងតាមមាត់ទន្លេយ៉ាងសកម្មទាំងញើសហូរចូលថ្ងាសវិបុលដើរមកក្បែររួចញញឹមហុចដបទឹកឲ្យបូរ៉ាផឹកខ្ញុំសប្បាយចិត្តណាស់ដែលឃើញឯងផ្លាស់ប្ដូរគំនិតណាបូរ៉ាកម្លាំងយើងទាំងពីរនាក់ទោះហត់បន្តិចតែភូមិយើងនឹងស្អាតឡើងវិញឆាប់នេះហើយកំហុសខ្ញុំពីមុនខ្ញុំត្រូវតែជាអ្នកទទួលខុសត្រូវខ្ញុំនឹងកែប្រែវាវិបុលបើកាលនោះខ្ញុំចំណាយពេលតែ1វិនាទីដើរទៅបោះសម្រាមចូលធុងថ្ងៃនេះខ្ញុំប្រហែលជាមិនបាច់ហត់តាមរើសសម្រាមរាប់ម៉ោងបែបនេះទេពូអើយសូមមេត្តាកុំចោលកែវជក់បែបនេះអីរើសដាក់ចូលធុងសម្រាមវិញទៅពូអូយគ្រាន់តែកែវជ័រមួយសោះមានអីធំដុំទៅក្មួយកុំចេះដឹងរឿងមកនោះចាស់ពេកមើលផ្លូវធំល្វឹងល្វើយប៉ុណ្ណឹងចោលមួយវាមិនចង្អៀតទេពូពាក្យថាគ្រាន់តែសម្រាប់មួយសោះនោះហើយដែលធ្វើឲ្យប្រឡាយទឹកយើងស្ទះទន្លេយើងលែងស្អាតសួនច្បារយើងคล้ายជាគំនរសម្រាមបើមនុស្ស1000នាក់គិតថាគ្រាន់តែមួយដូចពូនោះភូមិយើងនឹងមានសម្រាម1000ដុំនៅពោពេញផ្លូវមានទីកន្លែងណាដែលហៅថាចោលនោះទេពូរាល់សម្រាមដែលយើងត្រូវក្រវែងចោលនៅទីនេះវានឹងคล้ายជាមេរោគនិងគ្រោះមហន្តរាយសម្រាប់កូនចៅយើងនៅថ្ងៃស្អែកសូមពូជួយបោះវាចូលទៅក្នុងធុងសម្រាមផងផែនដីនេះជាផ្ទះរបស់យើងទាំងអស់គ្នាពូកនលើសម្ដីដ៏មានអត្ថន័យរបស់ក្មេងប្រុសក៏ចំហមាត់មុខប្រែជាក្រហមដោយក្តីអៀនខ្មាស់គាត់ទទួលយកកែវជ័រពីដៃបូរ៉ារួចដើរយកទៅបោះចោលក្នុងធុងសម្រាមពណ៌ខៀវយ៉ាងត្រឹមត្រូវពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ការទុកដាក់សម្រាមត្រឹមត្រូវមិនមែនគ្រាន់តែដើម្បីសុភមភាពនោះទេតែវាជាការសង្គ្រោះអាយុជីវិតសត្វធម្មជាតិនិងមនុស្សយើងផងដែរហើយពុកម៉ែបងប្អូនយល់យ៉ាងណាដែរកុំភ្លេច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំចាសសូមអរគុណ